ជំរាបសួរបងប្អូនអ្នកខាងកំពង់ឆ្នាំងអ្នកពោធិ៍សាត់ចាថ្ងៃនេះពួកខ្ញុំចុះមកថតនៅកំពង់ឆ្នាំងពោធិ៍សាត់បងប្អូនខកតាំងពីម៉ោង3ភ្លឺចាឡើងល្ងឹតឆ្លប់ហើយឡើងស្ងាត់ជ្រាបខ្ញុំពីអ្នកទូស្រីខ្ញុំដវ៉ាន់នេះឡើងថាជីទៅចង់ខ្លាចដែរព្រោះស្ងាត់ពេកបងប្អូនទៅម៉ោង3ព្រោះយើងត្រូវខកពីព្រលឹមដោយសារទៅផ្លូវឆ្ងាយត្រូវចូលថតនៅកំពង់ឆ្នាំងផងកំពង់លែងផងហើយទៅដល់ពោធិ៍សាត់ទៀតអញ្ចឹងមកចេញតាំងពីម៉ោង3ហើយពួកខ្ញុំមកនេះមកដល់ office មក make up នៅ office នឹងតែម្ដងម៉ោង4ចេញទៅចាហើយចេញទៅមកទៅដល់កំពង់ឆ្នាំងអាចម៉ោង6អីហ្នឹងបងប្អូនចាហើយឥឡូវភ្លឺហើយបានមកដល់ទឹកដីកំពង់ឆ្នាំងហើយតែអត់ដល់ទីរួមខេត្តទេបងប្អូនចាចុះញ៉ាំអីជាមុនសិនដើម្បីបន្តដំណើរទៅដល់ទីរួមខេត្តណាចាឥឡូវជំរាបសួរបងប្អូនអ្នកកំពង់ឆ្នាំងចាឥឡូវខ្ញុំបានមកដល់ខាងកំពង់ឆ្នាំងហើយចាកំពង់ឆ្នាំងមានកន្លែងដើរលេងណាសប្បាយកន្លែងញ៉ាំអាហារឆ្ងាញ់ឆ្ងាញ់លោកខលប្រេនទីតាំងណាខ្លះបងប្អូនជួយរីកមិនឲ្យម្នាក់មួយមើលស្រួលទៅលើក្រោយទៅចូលទៅចំហ្មងណាបងប្អូនចាហើយពួកខ្ញុំបន្តដំណើរមកកន្លែងផ្សារក្រមដើម្បីឆ្លងសាឡាងបងប្អូនទៅខាងកំពង់លែងណាបងប្អូននិយាយទៅខ្ញុំក៏ធ្លាប់ជាអ្នកនៅរស់នៅខេត្តកំពង់ឆ្នាំងនឹងចូល10ឆ្នាំជាងដែរហើយផ្ទះខ្ញុំនៅម្ដុំតាពាំង3នឹងឯងបងប្អូនហើយក៏នៅម្ដុំ30ដែរផ្ទះមាន2កន្លែងចានិយាយទៅដល់ពេលឲ្យទៅមកកំពង់ឆ្នាំងនៅឃើញអនុស្សាវរីយ៍កាលនៅក្មេងឲ្យថាខេត្តទឹកឡើងគឺលិចទឹករហូតត្រីឡើងដល់លើផ្ទះហ៎ហើយនេះពួកខ្ញុំមកឆ្លងសាឡាងបងប្អូនពីទូខ្ញុំអាសាជីទូកទៅលេងនៅភ្នំកងរៃបងប្អូននឹកអនុស្សាវរីយ៍ខ្លាំងមែនទែនហើយឆ្លងសាឡាងខេត្តទឹកឡើងរៀងផ្សៀវបន្តិចដែរបងប្អូនអើយប៉ុន្តែយ៉ាងណាអត់អីទេព្រោះឃើញសាឡាងធំដែរហើយបទពិសោធន៍ទៅមានអារម្មណ៍ថាសប្បាយម្យ៉ាងនឹកអនុស្សាវរីយ៍ពីក្មេងយើងមករំលឹកចឹងឆ្លងសាឡាងឡើងទន្លេឡើង4ទន្លេបងប្អូនចា4ទន្លេហ្នឹងពេលខែទឹកឡើងចឹងឆ្លង4ទន្លេឆ្លងរៀងយូរដែរហ្នឹងចូលប្រហែលជាខ្ទង់1ម៉ោងអីដឹង1ម៉ោងជាងឯងខ្ញុំអត់ចាំទេឆ្លងយូរចាឆ្លងទៅកាន់ខាងកំពង់លែងហើយឥឡូវបានមកដល់ទឹកដីខាងកំពង់លែងហើយចាក្រុមការងារកាមេរ៉ាម៉ានកំពុងរៀបចំដំឡើងកាមេរ៉ាយើងដល់ពេលវេលាដែលត្រូវថតហើយចាមកដល់ផ្សារកំពង់បឹងផ្សារសន្តិភាពកំពង់បឹងនឹងឯងបងប្អូនណាចាហើយបន្ទាប់ពីថតចប់ពីខាងកំពង់លែងហ្នឹងយើងក៏បន្តដំណើរទៅខាងខេត្តពោធិ៍សាត់បន្តទៀតជំរាបសួរបងប្អូនអ្នកខេត្តពោធិ៍សាត់មានហ្វេនខ្ញុំនៅខេត្តពោធិ៍សាត់អត់ខមមិនឲ្យម្នាក់មួយមកណាបងចាឥឡូវបានមកដល់ខេត្តពោធិ៍សាត់ប៉ុន្តែមកដល់ហ្នឹងចូលរៀងយប់ដែរបងប្អូនមកដល់ម៉ោងប្រហែលជា7 8យប់ដែរមកដល់ពោធិ៍សាត់បងប្អូនចាហើយមកដល់គឺមករកកន្លែងស្នាក់នៅគេងសិនព្រោះហត់ដែរតាំងពីម៉ោង3ចឹងរកកន្លែងគេងរកអីមួយទឹកមួយអីសិនបានទៅរកញ៉ាំបាយញ៉ាំអីចឹងណាបងប្អូនចាឥឡូវមកដល់បន្ទប់គេងហើយឥឡូវរៀបចំខ្លួនងូតទឹកងូតអីសិនបងប្អូនព្រោះថាតាំងម៉ោង3ភ្លឺមកអញ្ចឹងមកដល់ម៉ោង8យប់ហើយវារៀងស្អុះស្អាប់ក្តៅផងអីផងបែកញើសបែកអីផងចុះឆ្លងទលេផងអីផងទៅឆ្ងាយដែរបងប្អូនចាឥឡូវរងងូតទឹកពួកសិនខ្ញុំមកខេត្តមិនក្តៅក៏ដាក់សាប៊ូមកកក់សក់ដែរបងប្អូនចាដាក់មកតាមជាប់ជានិច្ចតែម្ដងព្រោះយើងពេលធ្វើដំណើរទៅសក់យើងវាហុយដីវាហុយអីហងអីចឹងហើយវារឹងវាអីផងអញ្ចឹងត្រូវតែកក់សក់បានគេងលក់បំអញ្ចឹងទេស្អុះស្អាប់នៅអត់សុកទេបងប្អូនលមាស់ក្បាលលើហើយចាហើយណាមួយក្រុមការងារមិនទាន់ដឹងថាត្រូវទៅញ៉ាំបាយកន្លែងណាទីតាំងណាអញ្ចឹងណាចាអញ្ចឹងក៏ងូតទឹកងូតភក់អីសិនទៅបងប្អូនអើយចាហើយសាប៊ូដែលខ្ញុំកក់សក់គឺសាប៊ូរបស់ខ្មែរយើងនឹងឯងគឺសាប៊ូក្លិនណាបងប្អូនចាគឺខ្ញុំទិញប្រើនិយាយទៅយើងគ្រប់គ្រងផលិតផលខ្មែរឈប់ប្រើរបស់គេបងប្អូនចាអញ្ចឹងបងប្អូនឃើញទេណាសាប៊ូក្លិនហ្នឹងកក់ទៅសក់ទុនល្អហើយពពុះច្រើនទៀតបងប្អូនហើយគេមានច្រើនណាឥឡូវគេមានតាំង4 5ប្រភេទទៅសម្រាប់សក់ខូចសម្រាប់សក់ជ្រូកសម្រាប់សក់អង្គែចាច្រើនប្រភេទទៅបងប្អូនចាហើយមានទាំងក្រែមបតុនសក់ទៀតបងប្អូនចាអញ្ចឹងបងប្អូនណាដែលចង់រកផលិតផលខ្មែរយើងប្រើនេះអាចជាមួយនឹងសាប៊ូក្លិននេះបានបងប្អូនឃើញណាកក់ហើយសក់យើងឡើងទុនហ្មងអាហ្នឹងខ្ញុំអត់មានទាន់អប់ក្រែមបតុនគេណាបងប្អូនគាត់ឃើញកក់ហើយនេះខ្ញុំអប់ជាមួយនឹងក្រែមគេដាក់តាមបន្តិចនឹងមកសក់យើងឡើងទុនតែម្ដងណាបងប្អូនចាហើយប្រើមួយដបហ្នឹងរាប់ខែក្រែមបតុនមួយហ្នឹងបងប្អូនចានេះខ្ញុំអប់តបតឲ្យបងប្អូនឃើញចាំមើលសក់យងឡងទុនរលោងតែម្ដងនិយាយអត់ទៅពាក់សក់ទេចានិយាយទៅមិនបាច់យកដៃសិតក៏សក់យើងទុនរលោងដែរបងប្អូនឃើញពេលលាងទឹកចេញទៅអូយឡើងទុនរលោងរលាស់តែម្ដងចាហើយឥឡូវបន្ទាប់ពីកក់សក់ហើយទៅរកអីញ៉ាំចារកអីញ៉ាំហើយដល់ពេលចូលគេងបងប្អូនចាឥឡូវព្រលឹមឡើងហើយឥឡូវកំពុងរកអីញ៉ាំនៅម្ដុំខេត្តពោធិ៍សាត់នឹងឯងបងប្អូនចារកអីញ៉ាំសិនបានបន្តដំណើរទៅការងារបន្តទៀតចប់ការងារនៅខាងពោធិ៍សាត់ហើយបន្តដំណើរត្រឡប់មកភ្នំពេញវិញចានិយាយទៅត្រឡប់ហ្នឹងគឺមកដល់ត្រឹមខាងសែបចាខាងសែបកំពង់ឆ្នាំងហ្នឹងបន្តការងារថតនៅម្ដុំកំពង់ឆ្នាំងហើយបានត្រឡប់មកភ្នំពេញហើយមកដល់លើឡានអូយម្នាក់បាក់អស់កន្លងលេងហ្មងចាខកម៉ោង3ហើយបន្តដំណើរបងប្អូនតែវាសប្បាយរីឡែកម្យ៉ាងដែរចាអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់ណាហើយបងប្អូនណាខ្លះនៅកំពង់ឆ្នាំងបងប្អូនខ្លះណាខ្លះនៅខាងពោធិ៍សាត់ខមមិនម្នាក់មួយមកអរគុណបាយបាយបងប្អូនទាំងអស់គ្នា